សួស្ដីបងប្អូនអរគ្នាថ្ងៃនេះមកបោះតង់នៅគិរីរម្យនៅលើកំពូលភ្នំគិរីរម្យហ្មងក៏ប៉ុន្តែអត់បានគេងទេបងប្អូនហើយមកយប់តួភ្លឺប្រឈរភ្នែកតែម្ដងចឹងចង់ដឹងថាខ្ញុំមិនបានប្រឈរភ្នែកចាំមើលវីដេអូនេះដល់ចប់បងប្អូនគ្នានិយាយរួមទៅមកគិរីរម្យខែ6ខែ7នេះគឺពេញស្អាតហើយបងប្អូនហើយឡើងពណ៌បៃតងខៀវស្ងាត់តែម្ដងទោះតែម្យ៉ាងខែ7នេះគឺខែភ្លៀងអញ្ចឹងហើយបើសិនជាមកបោះតង់ចំថ្ងៃភ្លៀងទៀតគឺអត់បានដេកដូចខ្ញុំអញ្ចឹងខ្ញុំអត់បានដេកមកជុំងុំគឺខែ7គឺបងប្អូនយើងនិយមមកច្រើនសំខាន់ពួកគាត់មកគឺគាត់ស្រែកពេញព្រៃខ្ញុំចង់មកបែបស្ងប់ស្ងាត់មានបានស្ងប់ស្ងាត់ឯណាលោកហើយបងប្អូនចាំទស្សនាទាំងអស់គ្នាទីខ្ញុំដាក់សលេងពួកគាត់ស្រែកស្ដាប់ហើយសម្រាប់ខ្ញុំមកចង់បានភាពស្ងប់ស្ងាត់តែអត់បានភាពស្ងប់ស្ងាត់ហើយសំខាន់ភ្លៀងទៀតតង់លិចទឹកលិចអីគឺរ៉ោបរ៉ាក់ពេញនឹងតែម្ដងបងប្អូនអរគ្នាកំកិច្ចពីពេញមកថាសម្រាប់ពេលយប់ចង់ស្ដាប់សលេងធម្មជាតិតែមានបានស្ដាប់សលេងធម្មជាតិឯណាគាត់ចាក់បាសពេញព្រៃគាត់ស្រែកគាត់ហូរពេញព្រៃឲ្យយើងឯណាដេកមានបានទេត្រូវនឹងភ្លៀងផងហើយខ្ញុំមកបោះតង់នេះលើកទី1ចឹងហើយមានបានឈប់ឯណាញ៉ៃញ៉ៃច្រើនទេគឺសង្វាតមកចាប់កន្លែងបោះតង់ឥឡូវមកចាប់បានហើយអែបមាត់ទឹកអាហ្នឹងគេហៅថាម្ដងបឹងពេសេតទៅពីមកដល់ភ្លាមរៀងហេវដែរបងប្អូនអើយព្រោះឯមកដល់នេះម៉ោង1ថ្ងៃហើយចឹងខ្ញុំក៏ធ្វើការរៀបចំកាប់មេអាស័យនេះមានធ្វើអីទេធ្វើចង្កាក់សម្រាប់ដោតប្រហិតព្រោះឯមកពីពេញនេះអត់មានត្រៀមអីទេតែស្ព្រាសមក៏គ្មានដែរគឺដាក់តែកបិតមួយខ្ទះមួយចក្រានហ្គាសមកមួយគត់នេះលក្ខណៈមកផ្សងប្រេងបដ ாய் អញ្ចឹងបងប្អូនដែលចង់បោះតង់ចង់អីអញ្ចឹងគឺបងប្អូនត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់មកកុំឲ្យដូចខ្ញុំតែមកអញ្ចឹងយើងពិបាករកដោយសារអីនៅក្នុងព្រៃយើងអត់ដឹងថាទៅរយណាបើនិយាយពីអារម្មណ៍ខ្ញុំវិញបានមកបោះតង់ចេះនិយាយពីថាសប្បាយចិត្តស្រស់ស្រាយកាត់ stress អស់ហ្មងបងប្អូនអរគ្នាយើងទ្រាំតែនៅទំពេញនៅធ្វើការជាប់លាប់រហូតយើងអត់បានមកដល់បែបព្រៃភ្នំបែបធម្មជាតិអញ្ចឹងយើងអត់ដឹងថារសជាតិវាមិននៅពេលដែលយើងបានមកដល់គឺមានអារម្មណ៍ថាកាត់ stress យើងបានច្រើនខ្លាំងមែនតើអញ្ចឹងសម្រាប់បង stress នៃការងារធ្វើការងារច្រើនរៀងពិបាកក្នុងខ្លួនយើងគិតអត់ចេញគឺយើងអាចមករំហែកអារម្មណ៍មួយថ្ងៃពីរថ្ងៃនៅព្រៃភ្នំអញ្ចឹងទៅយើងទៅធ្វើការវិញគឺធ្វើយើងស្រឡះខួរក្បាលអញ្ចឹងអានេះសម្រាប់ខ្ញុំណានៅពេលដែលយើងបានមកបដែតអារម្មណ៍ជាមួយនឹងធម្មជាតិជាមួយនឹងព្រៃភ្នំជួយមកគឺមានអារម្មណ៍ថាកាត់បាត់អស់អាលេងអាភាព stress របស់ខ្ញុំអាភាពតានតឹងរបស់ខ្ញុំហ្នឹងគឺវាធ្លាក់ទៅបាត់អស់អាលេងឥឡូវងាកមក vlog របស់យើងវិញបងប្អូនគាត់ជាឆ្ងល់ហើយក្បាលវីដេអូថាម៉េចបានខ្ញុំមកបោះតង់នៅគិរីរម្យហ្នឹងអត់មានបានដេកដោយសារអីខ្ញុំបោះខែ7នេះគឺបងប្អូននិយមទៅច្រើនហើយដល់ពេលដែលគាត់ទៅគឺគាត់ស្រែកពេញព្រៃតែម្ដងបងប្អូនអរគ្នាសំខាន់គឺគាត់រោម៉ូតូទៅវិញទៅមកទៀតគឺធ្វើយើងមានអារម្មណ៍ថាអត់មានសុវត្ថិភាពទេនៅក្នុងព្រៃហ្នឹងគឺមានអារម្មណ៍ថាចរាចរណ៍ដូចអញ្ញាញ៉ៃខ្លាំងណាដល់ចឹងខ្ញុំវល់តែគិតទៅដល់ម៉ូតូរបស់ខ្ញុំដែលខ្ញុំចតនៅមុខតង់ហ្នឹងខ្ញុំវល់តែដេកស្ដាប់សម្រាប់ជើងចឹងធ្វើខ្ញុំដេកមកគឺអត់មានអារម្មណ៍ថាស្កប់បងប្អូនអរគ្នាវល់តែខ្លាចបាត់ម៉ូតូកោបរមកពីយកទៅនៅជាស្រែកដោយបងប្អូនបានស្ដាប់ឮចឹងគឺថាស្រែកផ្អើលព្រៃហ្មងខ្ញុំឡើងលូទាំងយប់ហ្នឹងដោយសារអីខ្ញុំគេងអត់បានបងប្អូនហើយគេងបានដូចជាម៉ោង1គឺចាប់ផ្ដើមភ្លៀងរហូតដល់ចឹងពួកគាត់ក៏ចាប់ផ្ដើមស្ងាត់សលេងដែរអានេះទិដ្ឋភាពពេលព្រឹកឡើងគឺស្អាតខ្លាំងមែនតើបងប្អូនអរគ្នាហើយខ្ញុំមានតែបញ្ចោភ្នែកមកយប់តភ្លឺអស់តែពីពួកគាត់ស្រែកហ្នឹងគឺមេឃភ្លៀងហើយនៅពេលដែលមេឃភ្លៀងគឺតង់របស់ខ្ញុំជ្រាបទឹកមកពីក្រោមបងប្អូនហើយពីលើអត់អីទេបានកស៊ូបាំងហើយក៏ប៉ុន្តែពីក្រោមហ្នឹងគឺជ្រាបទឹកអញ្ចឹងបងប្អូនចង់ទិញតង់អីគឺទិញអាណាការពេលជំរាបទឹកទៅបងប្អូនតម្លៃខុសគ្នា10 20រៀលអីគឺបងប្អូនទិញយ៉ាអត់ជ្រាបទឹកទៅកាលណាទិញយ៉ាម៉ូដូចខ្ញុំគឺវេទនាតែខ្លួនឯងទេអត់មានបានគេងទេហើយបន្ទាប់តែពីព្រឹកឡើងយើងជីកទាំងភ្លៀងដើម្បីអីមកនេះមកអើយឋានសួគ៌គិរីរម្យមកអាប់ស្អាតខ្លាំងមែនតើបងប្អូនហើយក៏ប៉ុន្តែតិចរួញហ្មងយីមែនមេឃភ្លៀងផងជាមួយនឹងបរិយាកាសបែបអាប់បែបតិចចេះទៀតនិយាយថារឹងបងប្អូនហើយនេះខ្ញុំមកបានតែកន្លះម៉ោងខ្ញុំចុះទៅវិញភ្លាមហ្មងដោយសារអីតិចពេកហើយយើងប្រញាប់ទៅផ្ទះផងបាទនិយាយពីទេសភាពវិញនិយាយពីថាខ្ញុំឲ្យ10លើ10បដ ாய் ហើយបងប្អូនយើងគឺមកច្រើនខ្លាំងមែនតើមកឡើងណែនម៉ូតូបដ ாய் ខ្ញុំរើច្រកចេញអត់ចង់រួចនេះម៉ោង9ព្រឹកបងប្អូនអរគ្នាអាចមើលបានគឺស្អាតខ្លាំងមែនតើអញ្ចឹងហើយ vlog របស់យើងគឺមានតែប៉ុណ្្នឹងទេបងប្អូនបាយបាយ